ស្ដីថ្ងៃនេះខ្ញុំលើកយកលំហាត់ទី5មកធ្វើការត្រាយម៉ូលេគុល ADN មួយមានផលបូកណាពីរប្រភេទណាផលបូកពីរប្រភេទគឺទីមីននិងកានីនស្មើនឹង 3456 នុយលេទីតណាហើយផលដករវាងតេនិងសេស្មើ 566 នុយក្លេអូនុយលេទីតចំនួនខគេសួររកចំនួននុយក្លេទីតប្រភេទនីមួយសំណួរខរកប្រវែងរបស់ម៉ូលេគុល ADN អញ្ចឹងយើងមើលសំណួរកទាំងអស់គ្នាសំណួរកគេរកចំនួននុយក្លេទីតប្រភេទនីមួយអញ្ចឹងលំហាត់នេះគឺស្រួលទេអញ្ចឹងយើងដាក់មកតាមបំរាប់គេថាផលបូកណាផលបូកតេនិងសេនេះណាអញ្ចឹងយើងដាក់មកតេបូកសេស្មើនឹង 3456 ផលដកយើងយកតេដកសេស្មើនឹង 566 នុយលេទីតអញ្ចឹងតាម1និង2យើងបានប្រព័ន្ធសមីការអញ្ចឹងបានប្រព័ន្ធសមីការយ៉ាងម៉េចយើងបានតេបូកសេស្មើ 3456 មីការ1មកតេដកសេស្មើនឹង 566 អញ្ចឹងដោយសារកន្លែងនេះគឺយើងមានសញ្ញាដកអញ្ចឹងកណាត់តេដកសេនេះគឺស្មើ0ណាស់អញ្ចឹងយើងសល់តែ2តេអញ្ចឹងយើងបានមក2តេយើងយក2តេស្មើនេះ 3456 បូកឲ្យ 566 អញ្ចឹងយើងបានអញ្ចឹងយើងដោយសារកន្លែងនេះគឺមានមេគុណ 2 តេអញ្ចឹងយើងបោះរកតេនាំឲ្យតេស្មើ 4022 ចែកឲ្យ 2 ស្មើ 2011 នុយក្លេអូទីតអញ្ចឹងយើងយកតេស្មើ 2011 ចំនួនក្នុងសមីការ1អញ្ចឹងសមីការ1យើងមានតេបូកសេស្មើ 3456 អញ្ចឹងកាលណាយើងចំនួនទៅយើងបាន2011បូកសេស្មើ 3456 អញ្ចឹងយើងបោះ 2011 ឆ្លងញ៉ាស្មើទៅយើងបានសេស្មើ 3456 ដកឲ្យ 2011 ស្មើ 1445 អញ្ចឹងក្នុងនេះយើងឃើញតេយើងឃើញសេហើយអញ្ចឹងយើងនៅសល់អីនៅសល់ A ហើយនឹងសេអញ្ចឹងយើងដាក់មុននឹងដាក់ដូចនេះយើងដាក់តាមគោលការណ៍បំពេញបាសសិនមកណាតាមគោលការណ៍បំពេញបាសអាសូត A បំពេញតេសេបំពេញសេនាំឲ្យ A ស្មើតេសេស្មើសេអញ្ចឹងយើងអាចដាក់ដូចនេះបានហើយអញ្ចឹងដូចនេះចំនួននុយក្លេទីតប្រភេទនីមួយគឺ A ស្មើតេស្មើ 2011 សេស្មើសេស្មើ 1445 នុយក្លេអូទីតសំណួរខគេឲ្យរកប្រវែងអញ្ចឹងដើម្បីរកប្រវែងបានលុះត្រាតែយើងដឹង m អញ្ចឹងដើម្បីរក m យើងដាក់មកតាមគោលការណ៍បំពេញបាសតាមពិតយើងមានគោលការណ៍បំពេញបាសខាងលើហើយយើងមិនបាច់ដាក់ទៀតក៏បានដែរតែនេះដើម្បីឲ្យចូលមុនយើងដាក់ទៅមកតាមគោលការណ៍បំពេញបាសនាំឲ្យ m ស្មើ 2a បូក 2c យើងចំនួនតម្លៃ a ស្មើ 2011 តម្លៃ c ស្មើ 1445 អញ្ចឹងយើងបាន2គុណឲ្យ 2011 បូកឲ្យ 2 គុណឲ្យ 1445 ស្មើនឹង 6912 នុយក្លេអូទីតអញ្ចឹងយើងឃើញ m ហើយរកប្រវែងដោយនុយក្លេទីត1មានប្រវែង 0.34 ណាណូម៉ែត្រអញ្ចឹងយើងនាំឲ្យប្រវែងរបស់ ADN នេះស្មើ m លើ 2 គុណនឹង
0.34 nanomet យើងជំនួសតម្លៃ m ចូលមកតម្លៃ m គឺ 6912 យើងជំនួសចូលមកយើងបាន 6912 ចែកឲ្យ 2 គុណនឹង 0.34 ស្មើនឹង 1175.04 nanomet ចឹងដាក់ដូចនេះមកដូចនេះប្រវែងរបស់ RN គឺ L ស្មើ 1175.04 nanomet យើងទៅមើល page ទី 1 ទាំងអស់គ្នា